បាទលោកយាយបាទលោកយាយមើលក្នុងផ្ទះខ្ទមលោកយាយនេះគឺមើលទៅដូចអត់មានភ្លើងអីមកយាយណោះអត់មានភ្លើងទេចុះមកយាយខ្ញុំឃើញប្រទេសហើយនៅលើសាំងអាស័យហ្នឹងអាហ្នឹងផ្ទាំងសាលាមកផ្ទាំងសេឡាចុះមិនផ្ទះគេមានផ្ទាំងសេឡាហ្នឹងមិនផ្ទះលោកយាយអត់មានភ្លើងផ្ទាំងសេឡាហ្នឹងខ្ញុំលក់មើលប្តីអូគាត់លក់លើប្តីអញ្ចឹងមានន័យថាផ្ទាំងសេឡាហ្នឹងគឺខាងគេចោះជួយគ្រប់គ្រួសារក្រុមការងារចោះជួយគ្រប់គ្រួសារទាំងអស់មកមកយាយបាទហើយអញ្ចឹងមកយាយមានដែរប៉ុន្តែគ្រាន់ថាមកយាយលក់យកលុយមើលជំងឺប្តីហើយមកយាយលក់ផ្ទាំងសូឡាហ្នឹងបានប៉ុន្មានដែរមកយាយ800000បាទឥឡូវគឺគាត់អត់មានភ្លើងអត់មានអីប្រើទេហើយខ្ញុំក៏សូមសំណូមពរដែរបងប្អូនបាទដែលគាត់លក់ផ្ទាំងសូឡាគេហៅថាភ្លើងបាទអញ្ចឹងបើសិនជាបងប្អូនចង់ជួយអីបងប្អូនអាចជួយតាមរយៈ page ខ្ញុំផ្ទាល់ខ្ញុំនឹងយកមកឲ្យគាត់ផ្ទាល់តែម្ដងបើបងប្អូនចង់ជួយណាហើយសម្រាប់បងប្អូនដែលគាត់ចង់ជួយក្រុមគ្រួសារគាត់ទាំងប្រហែលគ្រួសារនេះបងប្អូនបាទអាចតាក់ទងមកខ្ញុំផ្ទាល់បានតែម្ដងខ្ញុំអាចជូនមកបានណាបងប្អូនបាទអាចចង់យកជំនួយឬក៏ចង់យកថវិកាផ្សេងឬក៏ចង់មានគ្រឿងបរិភោគអាចយកមកជួយគាត់ទាំងអស់គ្នាបាទគឺការរស់នៅគាត់គឺលំបាកខ្លាំងមែនទែនបងប្អូនបាទលំបាកខ្លាំងតាំងពីកូនរៀនសូត្រតាំងពីគាត់រស់នៅបាទគឺយើងឃើញថាអត់ស្រួលដូចយើងនៅក្នុងគោកយើងចោះដើរប្រយនេះតឡើងទុកហើយឆ្ងាយទៀតដល់គោកអមយើងនៅនឹងទាំងអស់គ្នាយើងមានមុខរបរមានអីរកអីមានធ្វើអីបានចំណូលដែរអមរោប៉ុន្តែរោដូចតាខ្ញុំព្រឹកថ្ងៃនេះបានលុយ3000ដាក់លោកបានលុយ3000ណាមីងណោះមកគឺអត់ឲ្យដាក់លោកទេចាស់ឲ្យមានអូអញ្ចឹងមីងនៅហ្នឹងគឺមីងរតាំងប្តីមីងចុះប្តីមីងនៅរនឹងដែរឬក៏គាត់នៅផ្សេងគាត់នៅនឹងដែររដែរណាមីងណោះបាទអើយបងប្អូនតោះឥឡូវបងប្អូនយើងតោះបើសិនជាបងប្អូនណាបាទចង់បាទជំនួយជួយដល់អ៊ំឬក៏ចង់ដល់មីងដល់បងប្អូនយើងនៅតំបន់នេះគេហៅនៅភូមិអីមីងចូលស្ដីចឹងបងប្អូនបាទចង់ជួយគាត់អានេះខ្ញុំមកតាំងពីនោះមកតាំងពីផ្លូវជាតិនោះមកគឺខ្ញុំចោះមកប្រហែលគីឡូដែរទេនេះបាទចោះមកប្រហែលគីឡូ3 4គីឡូហើយក្នុងទឹកពីគោកនឹងមកដល់ប្រហែលគីឡូឯងមកដល់នេះអូពីនោះមកពីទឹកមកទឹកហ្នឹងមកដល់នេះគឺ5គីឡូបាទឥឡូវចេះខ្ញុំមានអីទេខ្ញុំមានតែជួយជាថវិកាតិចតួចដល់គ្រួសារអ៊ំហើយនឹងមីងតិចតួចណាខ្ញុំមកនេះគឺមិនមែនមកសម្ដៅមកនឹងទេគឺខ្ញុំទៅសៀមរាបហើយក៏ខ្ញុំជិះតាមផ្លូវមកហ្នឹងគឺបងប្រុសគាត់ឆាតបាទគាត់ថាឃើញ page ខ្ញុំហ្នឹងជួយមនុស្សធម៌ច្រើនក៏គាត់បាទឆាតទៅអញ្ចឹងក៏ខ្ញុំមកជាមួយនឹងក្រុមការងារខ្ញុំហ្នឹងគ្រឿងឧបភោគបរិភោគនេះគឺខ្ញុំអត់បានត្រៀមមកពីភ្នំពេញទេគឺខ្ញុំឈប់ទិញនៅសាលាលេខ5បាទមិញជួយបងប្រុសមិញគាត់ដើរតាំងពីភ្នំពេញមកគាត់ទៅខាងបន្ទាយមានជ័យឧត្តរមានជ័យទៅខាងបន្ទាយមានជ័យមិញតោះឥឡូវយើងរៀបចំទាំងអស់គ្នាទៅបាទគឺខ្ញុំមកនេះគឺខ្ញុំជិះទៅសៀមរាបទេតែដោយសារមកតាមផ្លូវគឺមានបងប្រុសបាទគាត់ក៏បានឆាតទៅក្រុមការងាររបស់ខ្ញុំគាត់ថាសូមឲ្យមកជួយបាទលោកយាយបាទដែលគាត់អត់ខ្លាំងមែនតែនហើយគាត់អត់មានទីពឹងទេគឺគាត់នៅតែម្នាក់ឯងទេអញ្ចឹងគឺខ្ញុំបានយកនូវគ្រឿងឧបភោគបរិភោគហើយនឹងលុយកាក់មួយចំនួនបាទយកមកជូនគាត់ហើយឥឡូវក៏ខ្ញុំមើលឃើញទៅឃើញថាខ្ញុំអត់ដឹងថាគ្រួសារនៅចិត្តហ្នឹងគឺលិចទឹកទាំងអស់បាទគឺគាត់នៅលើទឹកហ្នឹងគឺក្នុងមួយឆ្នាំគាត់នៅលើទឹកហ្នឹងចូល8ខែទៅ9ខែហើយបាទគោកតែ2 3ខែទេបងប្អូនណាបាទហើយខ្ញុំសូមអំពាវនាវដល់បងប្អូនក្នុងស្រុកយើងទាំងអស់បាទទូទាំងរាជធានីខេត្តបាទនៅក្រៅស្រុកដែលគាត់ចង់ជួយបាទអ៊ំឬក៏បងមីងអីទាំងអស់បាទបងប្អូនអាចតាក់ទងមកខ្ញុំ page ខ្ញុំផ្ទាល់តែម្ដងបាទណាបាទ page ហាងម៉ូតូទំនើបសុវិចិត្រអញ្ចឹងខ្ញុំមានអីទេមានតែខ្មែរបាទជួយខ្មែរតិចតួចទេអត់មានអីធំដុំទេបាទអញ្ចឹងក៏នេះខ្ញុំអត់មានបានត្រៀមអីទេបងប្អូនអញ្ចឹងតើឥឡូវខ្ញុំជូនបាទមកគ្រួសារម្នាក់10រៀលអ៊ំណាបាទយកទុកទិញបាទគ្រាន់នេះអរគុណច្រើនជូនពរសុខភាពល្អនេះបងឲ្យអត់បងឥឡូវខ្ញុំទៅខាងនេះសិនមកហៀងសិននេះបងតគ្នាបងណា2នាក់បងច្រើនទៅអីរត់បាននេះបងតែជួយសំណាងអរគុណអូយអត់ទេតថែមទៀតបានដល់ពីនេះបានគោដល់គីឡូដែរបង
ចាអរគុណសូមអរគុណរកសាច់មានបានបងដើរទៅណាន នេះបង3នាក់តគ្នាបងតគ្នាណាបាទគ្រប់ឯ5 6នាក់6នាក់120000អញ្ចឹងលុយរីអត់គ្រប់ទេចាឥឡូវបង3នាក់អេមិនមែន120000ទេ 240,000 នេះបងទាំងអស់គ្នា 240,000 បងណា 6 នាក់នេះបងចែកគ្នាបងណាបងចែកគ្នា 6 នាក់លើទូកអញ្ចឹងបងខាងនេះ 4 នាក់ 200,000 4 នាក់ 60,000 បាទមកនេះបងប្អូនអត់មានកម្រងអីទេបងប្អូនណាអត់មានកម្រងអីទេដោយសារជីទៅក៏បងបាទអរគុណបងជូនពរបាទសុខភាពល្អណែបង 2 នាក់ទៀតបងណាគុំច្រើនគុំអីរកបាន ណែបង បាទសូមតំណាងឲ្យបងប្អូនយើងដែលខ្វះខាតនៅទីកន្លែងនេះបាទឥឡូវសូមថ្លែងអំណរគុណដល់មេម្ចាស់ក្រុមហ៊ុនលក់ម៉ូតូទំនើបស៊ូវិចិត្រនិងគាត់តែងខ្វាយខ្វល់អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋយើងដែលតែងខ្វះខាតកន្លងមកដូចជាខ្ញុំបានឃើញតាមរយៈវីដេអូកន្លងមកហ្នឹងទើបខ្ញុំបានដឹងអំពីសកម្មភាពគាត់បានចុះជួយគ្រប់សកម្មភាពដែលខ្វះខាតនឹងមិនថាជនភៀសសឹកអីក៏ដោយអញ្ចឹងទើបខ្ញុំអំពីនេះឆាតទៅក្រុមការងារគាត់គឺឃើញថាគាត់បានមកជួយពិតរបស់គាត់មែនអញ្ចឹងសូមបងប្អូនជួយគ្រប់គ្រងនិងជួយចែកម្លែកជួយ share ឲ្យគាត់បានជួយអ្នកដែលខ្វះខាតបន្តទៅទៀតហើយសូមបងប្អូនក្នុងប្រទេសនិងក្រៅប្រទេសជួយមកចុះមកជួយពួកខ្ញុំផងឲ្យបានដូចខាងមេគាត់បានចុះមកផ្ទាល់ហ្នឹងខាងក្រុមហ៊ុនលក់ម៉ូតូទំនើបស៊ូវិចិត្រហ្នឹងគាត់បានចុះជួយខ្ញុំផ្ទាល់ក៏ដូចជាបងប្អូនដែលខ្វះខាតនៅទីនេះតាមរយៈវីដេអូដែលខ្ញុំឃើញគាត់បង្ហោះហ្នឹងគឺខ្ញុំបានឆាតទៅក្រុមការងារគាត់នឹងឥឡូវឃើញថាគាត់បានមកដល់កន្លែងហើយក៏ចូលមកជួយពិតមែននឹងសូមអរគុណសូមឲ្យគាត់សំណាងល្អរស់ស៊ីកាន់តែមានឡើងអញ្ចឹងណា